ដូចគេទីវានេះក្តីស្រឡាញ់មកតាគ្នាថ្ងៃនេះខ្ញុំមានរូបមន្តពិសេសមួយចែកជូនដល់បងប្អូនទាំងអស់គ្នាមិនអាចប្រើបានថ្ងៃ14កុម្ភៈហ្នឹងណាបងប្អូនអាចប្រើបានពេញមួយជីវិតតែម្ដងមកមើលទស្សនភាពនៅផ្សារធម្មកុលវិញព្រឹកហ្នឹងក៏ថាមនុស្សម្នាច្រើនមែនតើបងប្អូនយើងយកអ្វីបានមកលក់ច្រើនណាស់ព្រោះគៀកដល់ថ្ងៃសែនចូលឆ្នាំចិនផងពីខែនេះតទៅបុណ្យទានតរដែកគ្នារហូតហ្នឹងអញ្ចឹងបានថ្ងៃនេះនឹកឃើញថាចែករំលែកពីរបៀបឆាបាយធ្វើម៉េចឲ្យវាស្អាតនៅក្នុងកាតាឡុកជាដំបូងមកយើងដាំខ្លាញ់ឲ្យក្តៅសិនហើយយើងតម្លាក់បងចូលបន្តិចពេលឡើងក្តៅប៉ុណ្ណឹងហើយយើងតម្លាក់បន្តសរសៃចឹងរហូតទៅធ្វើការកូរវារហូតចឹងណាបងប្អូនមិនប្រើភ្លើងខ្លាំងទេយើងប្រើភ្លើងមកល្មមចេះមកកូររហូតតពងមាន់ឬមួយកំពងទាវរបស់យើងនឹងឡើងចាស់ល្អបន្ទាប់មកយើងក៏ចាក់វាសម្រាប់ខ្លាញ់ឲ្យអស់មកថ្ងៃនេះខ្ញុំប្រើពងមាន់ហើយពងមាន់នេះសម្រាប់បងប្អូនដែលធ្វើលក់វិញយើងកូរទុកចឹងទៅនៅពេលដែលភ្ញៀវត្រូវការកំងបាយឆាយើងគោះពងឆាម្ដងមកគ្រាប់ក៏បានឬមួយក៏យើងយកពងនឹងមកឆាក៏បានដែរបន្ទាប់មកយើងដាំម្ទេសឆាបកាចូលបន្តិចដើម្បីលួចក្លិនបាយឆារបស់យើងឲ្យឈ្ងុយល្អបន្ទាប់មកយើងក៏តម្លាក់បាយចូលមកហើយបាយនេះផងដែរបងប្អូនប្រើប្រភេទបាយស្រួយបើយើងឆាបាយជ្រាក៏អត់សូវស្អាតដែរបាយឆាទី1នេះគឺយើងធ្វើបាយឆាម្រះប្រៅអញ្ចឹងយើងដាក់គ្រឿងរសជាតិមកល្មមហើយចាំបង់ស៊ីកូចូលព្រោះស៊ីកូតកាលណាយើងឆាច្របល់ជាមួយពងវាធ្វើឲ្យក្របបាយរបស់យើងឡើងខ្មៅអត់សូវស្អាតទេសម្រាប់ពណ៌បាយឆាចាញ់ពេលដែលយើងលាយគ្រឿងហើយបង់ចូលតាមក្រៅអញ្ចែកបងប្អូនអាចលៃមើលបន្លែដែលក្រឆ្អិនយើងបង់ចូលមិនមកមានដូចជាការ៉ុតអីចឹងទៅហើយសម្រាប់បាយឆានេះយើងគ្រាន់តែដូរបន្លែដូរសាច់វីដេអូឈ្មោះដែរទៅតាមហ្នឹងនៅពេលដែលរៀបលើកយើងដាក់ពងតសៃដែលយើងបានកូរទុកហ្នឹងចូលមកទៅពេលអញ្ចឹងបាយរបស់យើងឃើញស្អាតដែរបងប្អូនឃើញពងតសៃជាប់ជាមួយបាយចំណុចពិសេសមួយទៀតនៅពេលដែលយើងរៀបលើកនោះទៅបុកភ្លើងវាឲ្យខ្លាំងតតែប្រើភ្លើងខ្លាំងអញ្ចឹងមិនក្របបាយរបស់យើងវារឿងថាស្ងួតស្អាតហើយបាយនឹងឈ្ងុយល្អទៀតងាយទេបងប្អូនតែប៉ុណ្ណេះបាយរបស់យើងស្អាតក្លិនក៏ឈ្ងុយល្អដែរដើម្បីលម្អិតជូនដល់បងប្អូនខ្ញុំមកធ្វើបាយឆា2ថែមទៀតយើងមានបាយឆាបន្លែចម្រុះជាមួយនឹងបាយឆាផ្សិតខ្មៅសម្រាប់បាយឆាផ្សិតខ្មៅនេះបងប្អូនដែលភាសាបូណាត្រូវហ្មងព្រោះអត់មានសាច់ទេមានតែបន្លែយើងលីងខ្ទឹមសឲ្យឡើងឈ្ងុយល្អមកចំពោះពងចូលកូរពងនៅឲ្យរៀងស្ងួតសិនបើសិនជាបងប្អូនបួសមិនប្រើម្ទេសឆាទេតែបន្ថែមបួសដាក់ម្ទេសឆាទៅឈ្ងុយណាស់បាយរបស់យើងក្លិនល្អខ្លាំងតែម្ដងបងប្អូនហើយជួយឲ្យពណ៌បាយហ្នឹងក្រហមស្អាតទៀតបាយឆាផ្សិតខ្មៅនេះយើងអាចលួចប្រេងខ្យងមួយចុងសាព្រាទៅបើសិនជាបងប្អូនប្រើទឹកប្រឡាក់សាច់តែបន្ថែមដាក់ទឹកប្រឡាក់សាច់ក្នុងមួយចានប្រើ2សាព្រាអញ្ចឹងបញ្ជាក់ជូនបងប្អូនម្ដងទៀតបើសិនជាប្រើទឹកប្រឡាក់សាច់ខុនទេបងប្អូនប្រើប្រេងខ្យងមួយចុងសាព្រាម្សៅស៊ុបមាន់កន្លះសាព្រាស្ករសកន្លះសាព្រាច្របល់គ្រឿងឲ្យសព្វចូលគ្នាហើយចាំយើងដាក់បន្លែរបស់យើងផ្សេងមានដូចជាការ៉ុតផ្សិតខ្មៅជាមួយនឹងខ្ទឹមក្រហមបាយឆាផ្សិតខ្មៅនេះធ្វើតាមវិធីហ្នឹងគឺថាវាមានក្លិនឈ្ងុយប្លែកហើយរសជាតិឆ្ងាញ់និយាយតើអត់មានសាច់ទេប៉ុន្តែឡើងឆ្ងាញ់នឹងខ្ទិះហ្មងស្តៀងទៅនឹងបាយឆាមុននេះបងប្អូននៅពេលដែលយើងដាក់ពងនេះចូលទៅបុកភ្លើងឲ្យខ្លាំងទៅបុកភ្លើងរាល់ពេលដែលយើងរៀបលើកយើងយកអាក្លិនឈាមខ្ទះតិចៗឲ្យជាប់ជាមួយបាយអូយញ៉ាំជក់មាត់សាហាវហ្មងរសជាតិហ្នឹងកន្លោះទៅកន្លោះមកប្រហែលជា10ត្រឡប់មកតែប៉ុណ្្នឹងឯងបាយរបស់យើងគឺថាឃើញផ្សិតតែមកមួយហើយវាមានអត្តស័យពងលឿងនឹងតែមកដែរតំណងខ្លាំងភាគច្រើនភ្ញៀវរបស់ខ្ញុំទៅគាត់បួសគាត់ភាសាប្រភេទខ្ទឹមទេអត់ដឹងថាមូលហេតុអីដែរដូចពួកគាត់ចាញ់ខ្ទឹមមិនគាត់ដឹងដែរបន្តមកយើងមកធ្វើបាយឆាបន្លែចម្រុះដាក់ប្រេងបន្តិចកាពីសួរសាច់បកងមួយលាព្រាតែសម្រាប់បាយឆាចានធំកាពីសួរសាច់បកងនេះមិនត្រឹមតែអាចញ៉ាំជាមួយលក់បានទេបងប្អូនខ្ញុំមកឆាបាយរបស់យើងឈ្ងុយខ្លាំងមែនតើហ្មងនិយាយទៅឈ្ងុយក្លិនប្លែកដាក់ជាមួយទឹកប្រឡាក់សាច់ទៀតគឺថាឯកទេសរបស់គេបងចូលសងឲ្យបងប្អូននិយាយថាពណ៌បាយរបស់យើងឡើងមាសស្អាតមែនតើយើងច្របល់មួយពងឲ្យសប់ដាក់គ្រឿងចូលជាតិចូលពណ៌ល្អប៉ុណ្នេះហើយចាំបងបន្លែចូលទៅបន្លែរបស់យើងរើសដែរយើងរើសប្រភេទថាក្រឆ្អិនបន្លែទាំងអស់នេះបងប្អូនអីរើសបានតាមការចូលចិត្តទៅចិត្តញ៉ាំអីដាក់នឹងហាន់អត់ចេះមកបើយើងហាន់ប៉ុនក្រពោតដូចគ្នាបើយើងហាន់ចំណិតសក់ដូចគ្នាចឹងទៅចុងក្រោយគេយើងបងតាពងតសៃនឹងមកឆាបោកភ្លើឲ្យខ្លាំងកន្លោះទៅកន្លោះមក4-10ត្រឡប់ដូចគ្នាដូចវគ្គមុនចឹងនិយាយទៅដូចបងប្អូនបានឃើញបាយឆាវាទៅតាមប្រភេទនីមួយគឺរបៀបធ្វើស្តៀងគ្នាដូរគ្រឿងផ្សំតិចតួចដូរសាច់ដូរបន្លែដូរឈ្មោះបាយនឹងដែរប្រភេទបាយឆាទាំងអស់នេះយើងអាចធ្វើហើយយើងអាចច្នៃដាក់ឈ្មោះខ្លួនឯងបានទៀតអត្តថាយើងរនឹកឃើញថ្មីបន្លែថ្មីសាច់ថ្មីអញ្ចឹងទៅយើងដាក់ឈ្មោះរបស់ខ្លួនឯងអញ្ចឹងទៅការធ្វើម្ហូបអញ្ចឹងឯងដែលយើងច្នៃអីថ្មីមកមួយមានឈ្មោះរបស់ខ្លួនឯងហើយអរគុណចាំបងប្អូនវីដេអូរបស់យើងនេះឈានដល់ទីបញ្ចប់ហើយជួបគ្នាវីដេអូក្រោយទៀតជម្រាបលា